ថ្ងៃហ្នឹងនៅក្រោយផ្ទះមានតាយោងចេកមកផ្លែម៉ែថាស្លម្ជូរតាយោងចេកទៅឥឡូវសម្លម្ជូរតាយោងចេកសាច់ជ្រូកគ្រឿងផ្សំមានតែប៉ុណ្ណឹងងាយធ្វើលឿនឆាប់បានហូបមានដូចជាតាយោងចេកមកផ្លែសាច់ជ្រូកបន្តិចគ្រឿងបុកដោយខ្លួនឯងអំពិលប្រហុកម្ទេសហើយនឹងជីនាងវងឥឡូវនេះគ្រឿងផ្សំរួចហើយឥឡូវចាប់ផ្ដើមស្លងាយទេបងប្អូនស្លតែមួយផ្លែតចាស់ណៃឥឡូវស្លហើយសម្លចិត្តឆ្អិនដែរហើយអត់យូរទេថែមទឹកជូរអីតិចតួចគ្រឿងតិចតួចភ្លក់ទៅល្មមដាក់តាយោងចេកចូលពុះបន្តិចដាក់ជីនាងវងចូលទៅគឺសម្លរបស់យើងឆ្អិនល្មមឆ្ងាញ់រសជាតិល្មមឆ្ងាញ់ដែរលក្ខណៈគ្រួសារឆ្ងាញ់ល្មមអរគុណបងអូនដែលបានទស្សនាវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរសុខភាពល្អសំណាងល្អទាំងអស់គ្នា